Ôi bà men tên món kia bổi khỏi ní dương khơi như tha con còn lên chừng muốn hero bay ở mà thì lại đai tay là sao để game ní mà thì đá giờ mình tránh đi bảo lên combo mình na kia bọn ภาษาบาปิซาน cái cham last pick tay chừng mới bớt tha last pick ní last pick oi kia bổi rư môi của mình bỏ ra kia bổi edit nó còn lên này บ่า edit nó còn xa lên còn là tha lột pi còn lên edit kia bổi còn lên chừng muốn edit บ่าចឹងយកតដឹងថា edit នេះទៅ Romer ឬក៏ ESP ឡើងបាទចាំអត់ជាមួយនឹង double pick របស់ខាង Season អាចនឹងធ្វើការ pick ជាមួយនឹង Romer ឈូមកដែរទេដែលយើងនឹងស្រាប់ហើយឬក៏យក Ruby មកក៏បានដូចគ្នាបាទ Beatrix បាទ Beatrix ក៏ដូចជាជាមួយនឹងចុងក្រោយគឺ Romer នៅសល់ឈូនៅសល់ Franco yes nó chú xong Franco សល់កាចាតែកាចាដូចបាន យកកាចាមកបាក់លេ Tigeria ក៏ម្យ៉ាងដូចគ្នានៅពេលដែល ultimate របស់ edit បាទចាប់ស្រូបយកមកព្រោះ edit នេះបើសិនជាយើងមើលទៅទម្រង់នៃការលេង purify គឺគាត់មិនមែនទេបាទអញ្ចឹងព្រៀងនៅពេលដែលបើក ultimate ទៅគឺ Tigeria ទៅ lock edit ហ្នឹងមិនឲ្យវាយចាញ់ក៏យើងអាចផ្ដាច់បានដូចគ្នាបាទណងបាទ và last pick ចុងក្រោយគឺជាមួយនឹង Alot អញ្ចឹងនេះហ្នឹងឯង Alot Romer ហ្នឹងឯងបាទមើល Alot Romer មែនឬមួយក៏ Alot ទេ Alot ESP ច្រើនជាងលុតពីតែចតុទៅគួរណាតែ edit ESP ដោយសារ edit វាស្រួលបាយរ៉ៃស្លាអត់ទេkeyboard លេង edit ហ្នឹងហើយព្រោះដោយសាររៀងដេញ lock ជាមួយនឹងការឈូសទៅនៅពេលដែលឈូស skill ទី2របស់Tigeria គឺ edit អាចឈូសមកតង់កាត់តបាទគឺពិតជា steal កាប់យកតាមមែនតែនមកបាទខណៈដែរជាមួយនឹងការត្រាស់ភិកចេញមកពីខាង APK ជាមួយខូច MP អាចវាជុកជាមួយនឹង game នេះឲ្យចេញទៅជារូបភាពយ៉ាងណាដែរបាទចឹងមានតាមដានទេក៏ដូចជាមានការជូនពរពីខាង fan នៅកម្ពុជាក៏ដូចជា talent របស់ប្រទេសកម្ពុជាជូនពរឲ្យ Season គាត់ធ្វើបានល្អនៅក្នុង game នេះផងដែរស៊ីមួយ game អីដល់អូយដល់ខប់ក្តៅដូចបាយពុះយកមកនិយាយមែនបាទយើងក៏ឃើញជាមួយនឹងពៀនបលខាប់ក៏ដូចជាមួយនឹងពៀន MAC 2024អបគ្នាក៏ដូចស្វាគមន៍គ្នាមកកាន់ជំនួប Ferrari Onyx ជាមួយនឹង Season នៅក្នុង game ទី1ចង់បណ្ដោយអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំយូរទេជាមួយនឹងគូពិសេសដែលតំណាងឲ្យប្រទេសកម្ពុជារបស់យើងគឺ Season អាចនឹងធ្វើការយកជាមួយនឹង game ទី1នេះទៅលើ Fnatic Onyx បានឬក៏យ៉ាងណាបាទចូលមកភ្លាម early game មិនសូវជាមានការ aggressive អីខ្លាំងនោះទេអាយ៉ាគាត់តែនិយាយផ្ដើមភ្លាម3ភ្លាម5យកមកបាទលោឈាម 50% ពី Boxy the King ប៉ុន្តែមិនជាបញ្ហាទេគ្រាន់ចុចឈាមមួយធ្វើការ rotate ទៅ Go ឬក៏ ESP បានបាទអាយគាត់តែឈាមគាត់រ៉ាអញមានបញ្ហាណាបើសិនជាមួយនឹង Keyboard គាត់ចាប់បានដូចគ្នាបាទចឹងអ្នកគ្នាអាចមើលជាមួយនឹង Emblem ផងដែរដូចជាទាំង Link ទាំង Haya លេងនេះណាទាំង Link ជាមួយនឹង Haya គឺលេងជាមួយនឹង War Cry ដូចគ្នា Yes បាទនឹងកប់សេរីយកតែម្ដងបាទប៉ុន្តែសានដូចជាតេះឈាមទៅលើរ៉ាក៏ដូចជា Boxy the King ខ្លាំងតែយើងមើលជាមួយនឹង Golden ដូចជាមិនប៉ះពាល់គ្នាបន្តិចបន្តួចទេ Go Crab នៅតែយកបានពី CW បាទមកខ្ញុំស្មានគេបិទ level បានមិញបាច់មីនៀនអស់មួយបាត់ហើយបាទចឹងជាមួយនឹង Kairi មក farm ជាមួយនឹង Jungle ប៉ុន្តែបន្តទៅមានផ្ទុះ level 4ទេអាចមានបញ្ហា Soul អស់skill បាត់ហើយបោះ shadow មួយមកតង់មកវិញតាន់ដែរទេជាមួយនឹងការ flicker counter មកល្អប៉ុន្តែមានការ flicker មកពី keyboard ផងដែរយកជាមួយនឹង first blood ទៅលើ soul អញ្ចឹង Onyx គឺទទួលបានជាមួយនឹង first blood ផងដែរនៅ early game ហ្នឹងណាបាទជាមួយនឹង first blood ចេញមកពីខាង Onyx ល្អខ្លាំងតែជាមួយនឹងការ flicker ប្រហែលដូចពីខាង keyboard Verenai ជាមួយនឹងFnatic Onyx បាទវ៉ាវបាទចឹងជាមួយនឹង Keyboard បាទបានមួយ kill ទៅលើ Romer ប៉ុន្តែ Kairi ក៏ level 4ដូចគ្នាចំណែកឯ MP the King ក៏ level 4ដូចគ្នាមិនជាបញ្ហាទេថាតើក៏មានការ spawn នៅក្នុងរយៈពេល6វិនាទីទៀតក៏ដូចជា Pop-up របស់ Kairi អត់ទាន់បានយកទេបាទចាប់ដើមធ្ងន់កទៅធ្ងន់តទៅតែមិនជាបញ្ហាទេបើសារនេះវាត្រឹមតែ early game ត្រូវបាទចឹងនៅពេលដែល early game ធម្មតាទេគេយកបានមក kill នៅក្នុង early game វាមិនមែនជាបញ្ហាដែរតែភ្លាមជាមួយនឹងថាថ MP មកអត់ទាន់ដែរទេជាមួយនឹងការបន្ត ultimate ពីសានដើម្បីផ្ដាច់រីត្រីបានអត់តែពី MP the King ជាមួយនឹងការចាប់ទៀតដល់2 3ដល់1យកជាមួយនឹង Keyboard បានដូចគ្នាមិនដល់បញ្ចប់ទេ Kairi ក៏លោឈាមដូចគ្នាកន្លែងជាមួយនឹង MP អាចចូលវាយក្នុងផ្ទះដាច់ជាមួយនឹង double kill ពី MP ផ្ទះ ultimate បានដល់ស្លាប្រជាមួយនឹង MP មកវិញផងដែរ2លុត2ក៏ដូចជា Sorry Amplik អាចនឹងធ្វើអ្វីបានជាមួយនឹង game នេះក៏ដូចមានការដំយកតែម្ដងពី Sorry Amplik បាទគឺចាប់ផ្ដើមស្ទាវកប់មកវិញកប់សេរីតែម្ដងមកពីខាងសមាជិករបស់ Season ជាមួយនឹងការដូរ2ជាមួយនឹង1ក៏ដូចជាថោអាចកុំលេងសារជាមួយនឹងប្រពខដោយបានយាយ first blood អត់ជាបញ្ហាសំខាន់ជាមួយនឹងទឹកដៃ retribution ក៏ដូចជាជាមួយនឹង coach MP គឺធ្វើការយកបានតែ kill យកបានតាំងជាមួយនឹងថោបាទចាំបន្តការយកជាមួយនឹង pop បន្ថែមទៀតតែពី MP the King នៅក្នុង game នេះបាន2 kill ផងដែរចូលទៅក្នុងខ្លួនប៉ុន្តែចំណាយ Kairi វិញទោះបីជាមិនបាន kill មែនប៉ុន្តែ level នៅតែស្មើគ្នាដូចគ្នាអូ MP លើមក level បាទ
ជាមួយនឹងការចូលមកនិយាយទៅដូចនិយាយយ៉ាងទៅអាយ៉ាការរំឃ្លាយកតាមដង MP ឯងធ្វើការដកថយអស់អាតែបានដែរពីកាយរេបាទអូឆ្លាតបាទជាមួយនឹង MP ដោយសារតែគាត់អស់ retribution ដល់ពេលអញ្ចឹងទៅគាត់វាយជាមួយនឹងសត្វព្រៃមុនណាដើម្បីប្រកាសថាបើសិនគាត់វាយ red បើមុនបើគេចូលមកអាចនឹងបញ្ហាច្រើនដែរត្រឹមត្រូវបាទណាមួយគេមានសមោមានអីញ៉ៃអញ្ចឹងជាមួយនឹងការបោះអាយ៉ាឈូតាមម្ដងប៉ុន្តែ Boxy ធ្វើការចាយ Ultimate ចាប់ជាមួយនឹង Keyboy អាចមានបញ្ហាជាមួយនឹងការបន្តប្រតិរដ្ឋផលជាមួយនឹងការ flicker ពី Keyboy Ultimate អាចមានបញ្ហាដែរទេជាមួយនឹងការរីអត់មានអាទីតែបតាចូលកើដាច់ជាមួយនឹង MP The King បាត់បង់ជាមួយនឹងរាបន្ថែមទៀតតែ2 kill បាត់បង់ one shot 1 kill ទៅលើ CW ប៉ុន្តែមានការឈូមួយ counter ជាមួយនឹង AT រត់ទៅដែរ sing 3ដែរផ្ដាច់ទៅលើ Keyboy បានហើយពី MP The King បាទជាមួយរត់ទៅដែរលេង3 hero បាទអើយជាមួយនឹងការយកបាន3 kill តាំងពីលំអល់តែមក final slash មិនមកកវានេះគេគោះយើងគេវាយក្តំគេច្រោះទៅយើង Boxy គេដូចជារ៉ាបុយស្មាត់down បាទ rest in លុយសតប៉េះបាទចឹងបាទជាមួយនឹង game នេះបើយើងការផ្ដាច់យក kill លទ្ធផល scoreboard នៅក្នុង game នេះ3-4មិនជាបញ្ហាសម្រាប់ game នេះទេ Yes sir ចឹងភ្លាម ESP Land ក៏មានការចាក់ចោះចាក់ឡើងពីលុត2 game នេះថតក៏មានការ spawn មកដូចគ្នាចំណែកឲ្យជាមួយនឹង MP The King អត់ទាន់មានជាមួយនឹង Purple បាទទេប៉ុន្តែ Berserker ក៏បានចូលក្នុងខ្លួនគាត់ដូចគ្នាបាទ Yes sir បាទចឹងយើងអត់មើលបដាបើរសារដល់និយាយយើងហ្គេមនេះបន្ទុកខៀលតាមពិតដេញគ្នាទៅវិញទៅមកនោះទេមិនទាន់ជាបន្ទុកសរាយអីគ្នាណាទេបាទចឹងមានតលេងមួយលើកដៃកលែងជាមួយនឹងចិត្តកូនប្រុសក៏ដូចជាចិត្តកូនស្រីគឺចាំគ្រប់ត្រជាមួយនឹង idol ក៏ដូចជាសង្សាររបស់យើង VR The King បាទឥឡូវមានការតេស្តជាមួយនឹង Sorry I'm Felix ប៉ុន្តែ Sorry I'm Felix មានការឃ្លាជាមួយនឹង Minion បានល្អខ្លាំងមែនតើ Keyboy ក៏នៅក្នុងស្មៅតូចនឹងដូចគ្នាក៏ដូចជា MP level 8 Kyrie level 8ដូចគ្នាមិនជាបញ្ហាជាមួយនឹងការ farm jungler ទាំងសងខាងប៉ុន្តែយើងមើលជាមួយនឹង Total នេះអាចនឹង blame ទៅឲ្យខាង CSU នេះប៉ុន្តែវត្តមានរបស់ Soul គឺឆ្លាតខ្លាំងមែនទែនដែលមានការ blame ជាមួយនឹង T1 Trend នៅខាងផ្លូវ top lane គឺគាត់ដឹងថាសមាជិករបស់ខាង Fnatic Onyx គឺគាត់ចង់គៀបទៅយកខៀលទៅលើ Soul ដូចគ្នាបាទចង់គៀបស៊ីជាមួយនឹង Keep Sin ប៉ុន្តែមានអារម្មណ៍ថាដូចជាមិនសូវស្រួលណាមួយជាមួយនឹង game នេះបើយើងមើលមែនតើ3ខៀលរបស់យើងគឺនៅតែ MP ណាបើសិនគេយកបាន MP វាអាច shut down វាបាទម្ដាយពីរដៃទៅលើលុត2មានថាដើម្បីអាចនឹងធ្វើការចាក់យកម្ដាយពីរដៃពី MP The King MP អត់ទាន់ខ្វល់ចាក់ជាមួយនឹងបាទ crab មួយដកថយពីលុត2បានល្អខ្លាំងមែនតើបាទជួនកាលគាត់អាចនឹងមិនដឹងថា flicker គេអាចនឹងមានឬមួយក៏បើយើងអ្នកមើលយើងឃើញ flicker អត់ទាន់មានទេតែបើសម្រាប់ MP ដោយសារតែពេលវេលាវារៀងបន្ថត់ញ៉ុចណាមួយជាមួយការ read spell គាត់អាចនឹងគិតថាគេមានflicker អញ្ចឹងវាខាតជាមួយនឹង argument របស់គាត់ដែរគាត់ព្យាយាមដេញ kill ទេបាទចាឥឡូវមានការចុចជាមួយនឹង cancel ទៅផងដែរពី Keyboy ក៏ដូចជា បានចូលទៅលើ Sorry I'm Felix បាទ go different បើយើងមើលទៅខុសគ្នាបន្តិចតួចទេនិយាយទៅខុសគ្នាត្រឹមតែ800 go ទេអ្វីដែលសំខាន់ go របស់ MP The King លើទៅលើ Kyrie 200 go ដែរអញ្ចឹងច្រើនដែរសូម្បីតែ mid lane ក៏លើជាងដែរប៉ុន្តែយើងចាញ់ go lane បាទ Soul ចាញ់ទៅលើ CW បន្តិចបាទអត់មានបញ្ហាបាទទៅហើយជាមួយនឹង MP បាទ Boxy The King ក៏មានការ rotate មក top lane ប៉ុន្តែអាចមានការវាយបោកនៅ top នេះដែរទេជាមួយនឹងសមាជិករបស់ Fnatic Onyx ក៏មានការនៅ3នាក់ដូចគ្នាអញ្ចឹងអត់មានការវាយទេលុត2នៅផ្លូវ mid lane ចាប់ ultimate យកតែម្ដងពីលុត2អាចមានបញ្ហាជាមួយនឹងការចាក់ចូល flicker មួយបាទហើយពីលុត2អស់ ultimate របស់ Boxy The King មួយធ្វើការចាយ flicker មួយពីខាងលុត2ដូចគ្នាបាទមិនអីដែរព្រោះសារតែមកដើរនេះយើងយក ultimate យកដូរជាមួយនឹង flicker បើគេអីបាទឈុះមួយផាំង Keyboy អាចមានបញ្ហាជាមួយនឹងការដំចោះដំឡើងកន្លែងនេះជាមួយនឹងការបាក់ ultimate តក់រ៉ាប៉ាល់មួយមកលោកក្រុមតែផ្ដាច់ជាមួយនឹង Keyboy មានការចោលមកពី CW ប៉ុន្តែពីរះរបស់ Soul គឺផ្ដាច់ជាមួយនឹង CW ក៏មានការចាក់ចោលចាក់ឡើងពីលើ2អាចមានបញ្ហាជាមួយការផ្ដាច់ទៅ Boxy The King រត់ទៅដែរសិងដកថយបាទហើយពីខាង Kyrie អូយមួយដក3មកជីជ្រួមកកាត់ស្ដាយបន្តចាប់ជាមួយនឹងការចាក់ទៅលើសានយកតែម្ដងសានអាចមានបញ្ហាជាមួយនឹងការម្ដាយពីរដៃផ្ដាច់ជាមួយនឹងសានបាទហើយ MP The King លោកខ្លាំងមែនតើថតនេះក៏អាចមានការយកបានដែរទេជាមួយនឹង Kyrie អត់មាន retribution ទេក៏ដូចអស់ជាមួយនឹង ultimate អត់ហ៊ានចូលមកទេចឹង MP game នេះសឹកជួយកជាមួយនឹងថតទី3ឬក៏ណាជាមួយនឹងការបោះ shadow មកឲ្យပွាច់ចុចយកជាមួយនឹងថតទី3បានទៅលើ CS0បាទយកចាប់ដល់រត់ទៅជាមួយនឹង early game សមាជិករបស់ C0 ចាប់បានវាយបានដែលយើងបានឃើញមក team fight មុននេះគឺដោយសារតែយើងចាប់ជាមួយនឹង Keyboy គេគិតថាយើងអត់មាន RT អញ្ចឹងប្រហែលជាគេគិតថាយើងអត់វាយទៅពេលដែលសម្រាប់ Boxy គឺមានតែ Maski ទី2គឺអាចប្រហើយលូរីយកបានមកជាមួយនឹងការ save ទៅលើ Arabet របស់ MP The King ក៏ល្អដូចគ្នាមិញហ្នឹងមកប្រាវទៅលេខតែលេខមួយលើកដៃកន្លែងណាមួយមុនហ្នឹងគឺជាមួយនឹង team fight គេចូលដល់រ៉ាគាត់មកជះស្ដោះរង្វាន់ហ្នឹងមួយគាត់ធំក្នុងខ្លួនមាត់មករ៉ាមមក line រត់ត្រឡប់បាទ
ភ្លាមជាមួយនឹងសានបើកអាតម៉េតដើម្បីឃ្លៀជាមួយនឹងមីនេះប៉ុន្តែមានការចូលមកឲ្យចាប់ផ្ទះយកតាមដល់ពីហ្វីលិចចាប់បាន3រកក៏ដូចមានការផ្ដាច់ជាមួយនឹងលើក2មុនគេជះចូលអាទីប៉ុន្តែរ៉ាក៏បាត់បង់ដូចគ្នាជាមួយនឹងខៃរីមកពីខាងក្រោយហើយអំភេខេធ្វើការចាក់ CW មួយបំ killing spree អានឹងយកបានមកឃៀបានតែជាមួយនឹងការវាយដៃទៅលើសានយន្តតែម្ដងជាមួយនឹងការផ្ដាច់ជាមួយនឹង Ricky Boy ក៏ដូចជាបាត់បង់ជាមួយអូពីខាងអូនណៃ last man standing សល់ពីកៃរីប៉ុន្តែមានការដកថយបាត់បង់អស់2រកដូចគ្នាពីខាង C0 យ៉ាល្បាច់ល្មាបាទសុំអកមើល បាទចាឥឡូវ T1 Thread មានការយកប៉ុន្តែពីសូលល្អខ្លាំងមែនតើ T1 Thread នៅខាងផ្លូវ top lane ក៏យកបានចឹងពី Fnatic Onyx ក៏បាត់បង់ជាមួយនឹងសមាជិក4 Hero បាញ់គឺបាន T1 មួយបាទឡាកោបាទឡាកោ ចាអ្វីដែលសំខាន់ឥឡូវសម្រាប់ខាង Fnatic Onyx កំពុងតែរៀងពិបាកនៅក្នុងការលេងដែរព្រោះដោយសារឥឡូវ damage របស់ខាង CU0 របស់យើងគឺច្រើនខ្លាំងយកតែមែនទេប៉ុន្តែបើសិនថាយើងមើល compare ទៅលើ Go ខុសគ្នា 2K គឺជា Go មួយដែលល្អដែលយើងអាចនាំមុខគេបានហើយអ្វីដែលសំខាន់សម្រាប់ MP The King គឺ kill របស់គាត់គឺច្រើនខ្លាំងមែនទេអញ្ចឹងនៅក្នុង game មួយនេះសម្រាប់ផាសារបស់ Shan គឺពិបាកនៅក្នុងការយក position នៅក្នុងការបើកជាមួយនឹងតម្លៃ ultimate ណាហើយអ្វីដែលសំខាន់យើងរងចាំមើលថាពេលដែល Soul គាត់មានជាមួយនឹង damage ច្រើននៅក្នុង game មួយនេះគឺអែមយកតែមែនទេហ្មងបាទចឹងភ្លាមជាមួយនឹង Kyrie game នេះ check map ឃើញជាមួយនឹងវត្តមានរបស់ CU0 អត់ទាន់ហ៊ានចូលទេ Lot ក៏មានការ spawn មកក៏ដូចជាហា Claw បានចូលទៅ MP The King MP The King មានអារម្មណ៍ថា3 team ហ្នឹងយ៉ាសំខាន់យើងវាយបានប៉ុណ្ណាតែ goal អត់ទៅណាចឹងហ្មងបាទ Go ដូចអត់មាន Go គេវាយបានដែរគេ clear lane គេយកគេ farm លឿនដែរបាទបាទចាត់ឆ្កឹះមួយប៉ុន្តែ ultimate អាចចូលដែរទេជាមួយនឹង Boxy ធ្វើការជះបន់3រកតែម្ដងជាមួយនឹងការដំពី Vile គេមានការទាក់ដើរសេងតែជាមួយនឹង CW ក៏មានការរះយកតែម្ដង Keyboard មានបញ្ហាជាមួយនឹងការដកថយបាច់ឡងខ្លាំងតែពីសូលមានការវាយម្ដាយទៀតលុប2ធ្វើដំ3រកបណ្ដាយពីសមាជិករបស់ Fnatic Onyx អានឹងយកជាមួយនឹង Lord បានដែរទេ Double kill បានទៅលើ Ra ដូចគ្នាចាប់បន្តការយកជាមួយនឹង Lord មួយប៉ុណ្ណេះសំណាងជាមួយនឹង CU0 វាយ Black Barrow មានការយកជាមួយនឹង Lord អានេះមានការចូល retreat អត់ retreat ទេចង់សិជួយកជាមួយនឹង Lord ទី1សម្រាប់ CU0 យ៉ាចាប់ដើមក្តុកក្តួលរំជួយពេញឋានធរណីយកតែម្ដងមកពីខាងសមាជិករបស់ CU0 14ទល់ជាមួយនឹង7 kill និយាយទៅមិញអីដែលយើងចង់ស្ដាប់នឹងចង់ស្ដាប់ណាគេអត់ Soul បាទគ្រាន់តែមកបោះមកកៃរីជាប់ Soul កៃរីប្រើអា skill 2ចូលខ្លួននៅ Soul អត់ប្រើសម្រាប់ flicker ហ្នឹងហើយលោតា skill 2ផុតដៃកៃរីហ្មងចឹងកៃរីបានកោទេមិញណាមួយដោយសារ Soul គេគ្រាន់លើកក្លៀកទៅម៉ែថ្លៃ Soul បាញ់ laser ឡើងអស់រួមក្លៀកលេងគឺមានបានកោទេកោសេរីតែម្ដងមកជាមួយនឹង mechanic skill ដែលចេញមកពីខាង Soul មក team fight នេះតែយ៉ាងណាមិនទៅហើយ Felix ធ្វើការដំចោះដំឡើង clear ជាមួយនឹង minion នៅខាងផ្លូវ top lane តែជួយកតែម្ដងកៃរីអស់ជាមួយនឹងស្មៅចូល ultimate មួយបន្តជាមួយនឹង ultimate ផងដែរពីសោក៏ដូចមានការ ultimate ពីសាដូចគ្នាអានេះមានបញ្ហាជាមួយនឹងការ link ចាក់ទៅពីខាងក្រៅផងដែរពី MP The King មានការបោះជាមួយនឹង shadow មួយផងដែរពី Kyrie បាទឡតនៅខាងផ្លូវ top lane ណាមួយដោយសារតែ level របស់កៃនេះ level 14ដល់ពេលចឹងទៅជាមួយនឹង level របស់គាត់ level 3 combo ជាមួយនឹង skill ទី2របស់គាត់មួយទៀតមានន័យថានៅពេលដែលគាត់ដាច់សម្ោលហើយមិនគាត់អាទាពេលគាត់ spawn មកតែមួយ plate គឺបើសិនតែគាត់មាន blue buff គឺមានជាមួយនឹង skill ទី2នឹងវិញយកហ្មងជាមួយការ cool down វិញអញ្ចឹងទៅតែមូលហេតុហ្នឹងហើយបើយើងចាប់កៃរីអត់ជាប់មិញបាទចាំភ្លាមជាមួយនឹង Felix អត់ទាន់មាន ultimate ទេក៏ដូចជា Lord អាយ៉ាទៅហើយ cancel យកតាមដងអានឹងចាក់យកតាមដង CW ធ្វើការបាត់បង់បានជាមួយនឹងទៀតដែរលេងយកតាមដង MP ធ្វើការដកតឡើងទៅជាមួយនឹង MP បាត់បង់ដូចគ្នាចាប់ជាប់ជាមួយនឹង Haya របស់កៃរីតែមានការចូលតាមដងជាមួយនឹង Ra បាក់តាមរះយកតាមដងអានេះមានការដាច់ជួយនឹង Keyboard បាត់បង់បែបអានេះមានការវាយជាមួយនឹងកៃរីផប់ slash man standing សល់សានយកតាមដង minion ហើយមានការមកដែរទេពី Ra ការចង្កមកជួយនឹងការវាយយក game ទី1ចេញនេះបានទៅលើ C0 ឬក៏លើបែបលោកឡើងតែពី C0 ចេញជំនះ game ទី1បានទៅលើ C0 អូយម៉ាជីជាមួយនឹង game ទី1ចាប់ដាប់ឡើង power កង់ជាមួយនឹង traffic ដែលចេញមក